អូខេអញ្ចឹងជូនតាមសំណូមពរគាត់មួយក៏ចង់ឲ្យខ្ញុំនិយាយអំពីទូរស័ព្ទដៃ Infinix Hot 50 Pro Plus ក៏ប៉ុន្តែទូរស័ព្ទដៃនេះចេញតាំងពីចុងឆ្នាំ2024មកម្លេះវាគឺជាទូរស័ព្ទដៃតម្លៃក្រោម$200ថ្មីទៀតអ្នកនរគ្នាអញ្ចឹងវាមានកញ្ចប់ទូរស័ព្ទដៃដ៏ល្អមួយក៏ប៉ុន្តែខ្ញុំបានធ្វើវីដេអូមួយឲ្យបង្ហាញពីទូរស័ព្ទដៃដែលមានតម្លៃ1លានរៀលតែប៉ុណ្ណោះថ្មីបើកប្រអប់មានការធានាត្រឹមត្រូវក្នុងស្រុកគឺទូរស័ព្ទដៃ Tecno Camon 40 Pro 4G តែនេះគឺជាទូរស័ព្ទដៃដែលមានតម្លៃក្រោម$200ទៅទៀតអញ្ចឹងស្ពេកដែលគេញាត់មកវិញគឺមានឈៀបដូចគ្នាទៅនឹងទូរស័ព្ទដៃដែលខ្ញុំបានធ្វើវីដេអូជូនអ្នកនរគ្នាគឺ Helio G100 អញ្ចឹងដំណើរការរបស់វាគឺស្តៀងគ្នានឹងឯងវាខុសតែ software ទេគេដាក់ស្បែករៀងខ្លួនមួយគឺ iOS មួយទៀតគឺ XOS អញ្ចឹងអេក្រង់ជាប្រភេទ AMOLED ដែល support refresh rate រហូតដល់ 120Hz ហើយនឹង peak brightness របស់វាបានរហូតដល់ 1300 nit ដែរសំខាន់គឺការក្រាស់កញ្ចក់ការពាររបស់វាមកវិញគឺ Corning Gorilla Glass ទៀតវាមានទំហំ storage តាមជម្រើសរបស់អ្នកនរគ្នាគឺ RAM 8GB storage 128GB ឬក៏ storage 256GB micro SD card អ្នកនរអាចថែមការប្រើខ្លួនឯងបានតែវាមិនមែនជារឿងសប្បាយរីករាយរហូតទេ$80000រៀលគឺវាមកជាមួយនឹងគុណវិបត្តិដែរគឺកាមេរ៉ា setup របស់វាគឺមានតែ2គ្រាប់ទេគឺ main lens 50 megapixel ហើយជាមួយនឹង2 megapixel depth sensor ដែលជាជំនួយក្នុងការថតរូប portrait តែប៉ុណ្ណោះយ៉ាងណាមិញកាមេរ៉ាកុំមានទំហំ13 megapixel ជាមួយនឹងអាក្រោះការពារទឹករបស់វា IP54 ថ្មគឺជាកន្លែងល្អវិញគឺ 5000 mAh ពេញលេញជាមួយនឹងកម្លាំងសាកចូលទៅវិញនឹងបាន33វ៉ាត់អញ្ចឹង$80000រៀលអាចពិចារណាបានបើសិនជាអ្នកនរគ្នាចង់បានទូរស័ព្ទដៃមួយដែលមានការធានាត្រឹមត្រូវនៅក្នុងស្រុកហើយមានតម្លៃក្រោម$80000រៀលតែប៉ុណ្ណោះអញ្ចឹងបើសិនជាចង់បានវីដេអូបែបនេះបន្តទៀតកុំភ្លេចចុច follow ទាំងអស់គ្នាផង